ចាសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកធ្វើវីដេអូចែកម្លែកពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ឱកាសចូលឆ្នាំ2026ហើយចាជារៀងរាល់ឆ្នាំខ្ញុំតែងតែធ្វើវីដេអូចាតាក់ទងជាមួយនឹងចូលឆ្នាំហើយតែនៅមានវីដេអូមួយដែលល្អប្រសើរសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយនៅក្នុងវីដេអូនេះផងដែរគឺខ្ញុំមកធ្វើវីដេអូសម្រាប់ចារឿងរ៉ាវដែលជាក់ស្ដែងនៅក្នុងបណ្ដាញសង្គមចាដោយសារមានមនុស្សប្រុសមនុស្សស្រីចាបាញ់កាត់សម្លាប់គ្នាច្រើនអញ្ចឹងយើងក៏លេចទៅមើលការឆ្នាំ2026ដើមឆ្នាំគឺខ្ញុំបានធ្វើវីដេអូហើយក៏ខ្ញុំផុសជា caption ខ្លីៗសម្រាប់បងប្អូនទាំងអស់គ្នាផងដែរដោយសារឆ្នាំនេះគឺជាឆ្នាំមមីចាឆ្នាំមមីវាមកជាមួយនឹងធាតុភ្លើងអញ្ចឹងមមីនេះគឺគេហៅថាជាសត្វដែលពោពេញទៅដោយស្នេហាឬមកក៏គេហៅថាសេចក្តីស្រឡាញ់ឬមកក៏តំណែងរបៀបមនុស្សប្រុសនិងមនុស្សស្រីចាហើយចំពោះសត្វមមីនេះផងដែរឆ្នាំមមីនេះផងដែរវាជាសត្វស្នេហ៍ចារបស់អ្នកកើតឆ្នាំម្សាញ់ចាឆ្នាំម្សាញ់ឆ្នាំរកានិងឆ្នាំឆ្លូវចាអញ្ចឹងសត្វទាំង3ហ្នឹងវាឃើញសត្វមមីនេះគឺវាមានអារម្មណ៍ថាឧទាហរណ៍ថាខ្ញុំជាអ្នកឆ្នាំម្សាញ់អញ្ចឹងពេលដែលខ្ញុំឃើញឆ្នាំនេះឆ្នាំមមីអញ្ចឹងគឺខ្ញុំដឹងខ្លួនឯងដោយសារខ្ញុំចេះមើលដឹងខ្លួនឯងថាខ្ញុំនឹងមានមនុស្សគេមកតំណែងប៉ុន្តែខ្ញុំនេះគឺមានគ្រួសារហើយអញ្ចឹងពេលដែលគេមកតំណែងគឺក៏ខ្ញុំប្រាប់ទៅវិញថាក៏មកតំណែងខ្ញុំអីអញ្ចឹងយើងរាប់អានគ្នាបានដោយមិត្តភាពដោយក្តីស្រឡាញ់ដូចបងដូចប្អូនដូចមិត្តរួមការងារដូចតកែដូចច្វាយចាដូចមេដូចកោអញ្ចឹងទៅយើងអាចទៅទទួលសេចក្តីស្រឡាញ់មួយទៀតទេប៉ុន្តែបើសិនជាខ្ញុំនេះនៅទំនេរអញ្ចឹងបើឃើញគេមកតំណែងព្រោះឆ្នាំនេះមមីនេះគឺវាជាសត្វស្នេហ៍របស់ខ្ញុំអញ្ចឹងសេចក្តីស្រឡាញ់សេចក្តីស្នេហាគឺវាចូលមករកខ្ញុំហើយអញ្ចឹងបើសិនជាខ្ញុំនៅទំនេរអញ្ចឹងក៏ខ្ញុំប្រាប់គេថាបើមានគេមកតំណែងហើយមើលទៅគឺគេរូបរាងមើលទៅសមរម្យមើលថ្ងៃខែឆ្នាំកណាត់មកកើតគេទៅវាត្រូវជាមួយនឹងយើងអញ្ចឹងក៏យើងបើកភ្លើងខៀវឬមួយក៏បើកចិត្តមើលគ្នាទៅវិញទៅមករយៈពេលប្រហែលខែប្រហែលឆ្នាំអញ្ចឹងទៅតែដោយឡែកនៅក្នុងឆ្នាំនេះឃើញព័ត៌មានច្រើនកាប់ស្លាប់បាញ់គ្នាដូចសត្វដូចធាតុអញ្ចឹងណាខ្លះក៏ចិត្តរៀបការខ្លះក៏ជាលែងគ្នាទៅហើយជាគូដណ្ដឹងអីអញ្ចឹងអាហ្នឹងគឺវាមកអំពីធាតុទាំងអស់ហ្នឹងតែសួរថាហេតុអីបានជាយើងអាចព្យាករទៅដឹងដោយសារការរៀនសូត្រនេះមិនមែនថាយើងរៀនដល់ងងឹតងងល់អត់មានកអត់មានត្រាអត់មានគ្រូបាអាចារ្យបដៅទេគឺយើងរៀនទៅតាមលំដាប់លំដោយទៅតាមវិជ្ជាពិតប្រាកដចាអញ្ចឹងគឺយើងអាចព្យាករបានដឹងថានៅក្នុងឆ្នាំនេះរឿងរ៉ាវដែលតាក់ទងជាមួយនឹងសេចក្តីស្នេហាសេចក្តីស្រឡាញ់បច្ចានបរោះនារីចាគឺមានច្រើនអញ្ចឹងគឺបងប្អូនណាដែលមានឆ្នាំម្សាញ់ឆ្នាំរកាឆ្នាំឆ្លូវបើសិនជាគាត់មានគ្រួសារហើយគួរតែអ្នកដតីមកតំណែងមិនថាបរោះនឹងនារីបើសិនជាខ្លួនឯងជាមនុស្សប្រុសមានមនុស្សស្រីមកតំណែងអញ្ចឹងគឺយើងប្រាប់ថាយើងមានគ្រួសារហើយយើងមានប្រពន្ធហើយអញ្ចឹងយើងបដូរពីអាមនុស្សស្រីហ្នឹងទៅជាលុយកាក់វិញដោយសារមនុស្សប្រុសពេលដែលធាតុមនុស្សស្រីចូលមកវាស្មើនឹងលុយចាហើយអញ្ចឹងបើយើងតាក់ទងមនុស្សស្រីហ្នឹងអាចនឹងខាតលុយអញ្ចឹងណាចាអញ្ចឹងយើងត្រូវរើសមួយទៀតគឺយើងយកលុយទៅចាអញ្ចឹងបើសិនជាមនុស្សស្រីមកតំណែងយើងឲ្យឆ្លាតយើងគិតថាមានមនុស្សស្រីគេមកចាប់អារម្មណ៍ខ្ញុំដឹងតែខែហ្នឹងខ្ញុំដឹងតែបានលុយអញ្ចឹងខ្ញុំអត់ខ្វល់ពីម្នាក់ហ្នឹងឯងខ្ញុំមានគ្រួសារខ្ញុំមានប្រពន្ធដ៏ល្អគ្រួសារមួយដ៏ថ្លៃថ្នូរអញ្ចឹងគឺខ្ញុំខិតខំប្រឹងប្រែងរកលុយវិញចាបើជាមនុស្សស្រីគាត់មានឃើញធាតុប្តីចូលមកមានមនុស្សផ្សេងមកតំណែងខមកច្រឡំលេខឬមួយក៏អីឬមួយក៏យើងទៅណាមកណាដើរលេងមុនចូលឆ្នាំក្រោយចូលឆ្នាំពេលចូលឆ្នាំឬមួយក៏ចូលឆ្នាំហើយក្តីក្នុងរយៈពេលកន្លះឆ្នាំទៅក្រោយទៀតហ្នឹងណាយើងជួបនឹងបរិបទផ្សេងដែលមកតំណងយើងដោយសារយើងមានគ្រួសារហើយចុះកាលណាយើងឃើញថាមនុស្សប្រុសមកចាប់អារម្មណ៍យើងតំណងយើងអញ្ចឹងណាគឺយើងមានន័យថាខ្លួនយើងនឹងមានឋានៈមានតួនាទីចានៅក្នុងកន្លែងការងារអញ្ចឹងយើងកុំតំណមនុស្សប្រុសហ្នឹងអញ្ចឹងយើង
យើងបងវាយគោលដៅដែលមនុស្សប្រុសមកតំណហ្នឹងយើងប្រាប់ថាខ្ញុំមានគ្រួសារដ៏ល្អមួយប្តីខ្ញុំចេះហើយទោះតែគាត់ក្រីក្រមិនល្អសខ្មៅខ្វាក់ខ្វិនកថ្លង់យ៉ាងណាក៏ខ្ញុំស្មោះត្រង់ជាមួយនឹងគាត់អស់មួយជីវិតដែរអញ្ចឹងយើងបំពេញការងារយើងឲ្យបានល្អព្រោះមនុស្សស្រីធាតុឋានៈគឺនឹងធាតុប្តីគឺធាតុតែមួយបើសិនជាមនុស្សប្រុសមកតំណយើងមានន័យថាខែហ្នឹងយើងអាចនឹងឡើងឋានៈមុខមាត់គេឈ្មោះគេតយឬមួយក៏ឆ្នាំហ្នឹងមានមនុស្សប្រុសផ្សេងមកចាប់អារម្មណ៍ចំពោះយើងក្រៅអំពីប្តីមានន័យថាយើងខិតខំប្រឹងប្រែងរលុយនឹងមានឋានៈមុខមាត់គេឈ្មោះគេតយចូលមកនៅក្នុងឆ្នាំនេះឯងចានេះគឺជាវីដេអូខ្លីមួយតែខ្លឹមសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងឆ្នាំ2026ខ្ញុំមកវែកញែកលំអិតដើម្បីឲ្យបងប្អូនទាំងអស់គ្នារកដំណោះស្រាយដល់ខ្លួនឯងព្រោះថាពេលដែលខ្ញុំមកចែករំលែកបងប្អូនអញ្ចឹងហើយបងប្អូនត្រូវយកទៅអនុវត្តហើយយើងយកទៅប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃជាមួយនឹងសេចក្តីសុខក្រុមគ្រួសារសុភមង្គលរបស់ខ្លួនឯងចាគឺមានតែខ្លួនបងប្អូនឯងព្រោះនាវារបស់បងប្អូនបើកឡានម៉ូតូកណូតចាយន្តហោះឬមួយក៏ចាបងប្អូនបើកអីវាជាចង្កូតរបស់បងប្អូនកាច់បានដោយខ្លួនឯងមិនមែនឲ្យខ្ញុំទៅកាច់ឲ្យឯគ្រាន់តែខ្ញុំចង់ចង្អុលប្រាប់ផ្លូវតែប៉ុណ្្នឹងចាអញ្ចឹងសម្រាប់បងប្អូនដែលកើតឆ្នាំម្សាញ់រកាឆ្លូវបើសិនជាមានគ្រួសារហើយកុំរញ៉េរញ៉ៃជាមួយនឹងមនុស្សប្រុសមនុស្សស្រីតែបើសិនជាបងប្អូនជាមនុស្សប្រុសកើតឆ្នាំម្សាញ់រកាឆ្លូវចាអញ្ចឹងបើសិនជាមានស្នេហាក៏យើងតំណទៅវាអូខេសម្រាប់យើងហើយបើជាមនុស្សស្រីយើងនៅតំណនៅក្នុងឆ្នាំនេះក្តីចាឬមួយក៏ចាមនុស្សស្រីដែលតំណែងនៅក្នុងឆ្នាំនេះអញ្ចឹងមានមនុស្សប្រុសមកតំណែងមានន័យថាយើងនឹងគឺមានអំណាចហើយនៅក្នុងឆ្នាំនេះគឺឆ្នាំហ្នឹងគឺជាធាតុអំណាចរបស់យើងហើយមកជាមួយនឹងស័ក្តិស្នេហ៍អញ្ចឹងយើងជួបគូ 100% ហើយចាយើងត្រូវឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ខ្លួនឯងពេលខ្លះរឿងរ៉ាវដែលកើតឡើងសម្រាប់យើងរឿងបរោះនារីដោយរឿងហ្នឹងកើតឡើងដោយសារតែយើងមិនមានភាពថ្លៃថ្នូរចំពោះខ្លួនឯងចាយើងឃើញមនុស្សនឹងល្អជាងប្តីយើងឃើញមនុស្សនឹងល្អជាងប្រពន្ធយើងយើងចាប់អារម្មណ៍គេភ្លាមហើយរកចំណុចប្តីអាក្រក់យកមកដាក់ខ្លួនឬមួយក៏មនុស្សប្រុសឃើញមនុស្សស្រីនឹងចាប់អារម្មណ៍ខ្លួនយើងភ្លេចប្រពន្ធណាហើយរកចំណុចអាក្រក់របស់ប្រពន្ធនោះយកមកទុកភ្លាមធ្វើឲ្យខ្លួនឯងមានចិត្តមងសៅក្តៅកាហាយក៏ទៅរកគេផ្សេងអញ្ចឹងហើយធ្វើឲ្យគ្រួសារខ្លួនឯងវិនាសចាអញ្ចឹងឆ្នាំចានៅក្នុងឆ្នាំ3ទៀតដែរសំខាន់ចាគឺឆ្នាំមមែឆ្នាំខាលហើយនឹងឆ្នាំចនដូចគ្នានៅក្នុងឆ្នាំនេះថ្មីត្បិតតែមមីវាមិនមែនជាសាសនារបស់អ្នកកើតឆ្នាំខាលឆ្នាំមមែនិងឆ្នាំចប៉ុន្តែមមីគឺជាដៃគូដែលត្រូវគ្នាបំផុតបើសិនជាខ្លួនឯងមានកើតឆ្នាំចាឆ្នាំខាលឆ្នាំចឬមួយក៏ឆ្នាំមមែយើងក៏កលេចមើលគ្រួសារខ្លួនឯងដែរព្រោះអ្នកកើតឆ្នាំខាលឆ្នាំមមែឆ្នាំចក៏មានអ្នកដតីមកហាក់ជាមួយយើងដែរប៉ុន្តែវាហាក់ទៅប្រែលៀបនឹងមិនមិនមែនជាលៀបរបស់យើងព្រោះបើសិនជាបងប្អូនដែលកើតឆ្នាំមមែឆ្នាំខាលឆ្នាំចបងប្អូនត្រូវទៀតភ្លើងនៅក្នុងឆ្នាំនេះហើយបងប្អូនអត់ទាន់មានគូសកលមិនថាបរោះនឹងនារីទេនឹងមានអ្នកដតីមកហាក់យើងហើយមកហាក់នឹងមានន័យថាដល់គូមានន័យថាឧទាហរណ៍ថាចាយើងលាយរបាយចាយើងលាយរបាយស៊ីម៉ងអញ្ចឹងមានន័យថាវាចូលគ្នាសុបអាហ្នឹងគេហៅថាហាក់គ្នាវាចូលគ្នាសុបវាអត់មាននៅដាច់ដោយឡែកដូចទឹកនឹងប្រេងទេអញ្ចឹងឆ្នាំខាលឆ្នាំមមែឆ្នាំចវាលាយគ្នាចូលទៅជាមួយនឹងឆ្នាំមមីវាហាក់គ្នាបានល្អមែនតើអញ្ចឹងហើយពួកគេក៏នឹងមានគូស្នេហាឬមួយក៏ប្តីប្រពន្ធដែរប៉ុន្តែលើកលែងបងប្អូនជាមនុស្សប្រុសដែលមានប្រពន្ធហើយនឹងមានមនុស្សស្រីមកហាក់ជាមួយយើងមានន័យថានិយាយអីក៏ត្រូវដែរនិយាយឆ្ងាយនិយាយឆ្មានិយាយកូននិយាយកបីនិយាយត្រឡប់ត្រឡិនឡប់កើលើអីក៏ត្រូវគ្នាដែរចំណែកមនុស្សស្រីក៏ដូចគ្នាមានមនុស្សប្រុសផ្សេងមកនិយាយមួយយើងត្រឡប់ត្រឡិនបាយបិណ្ឌបាយបាតលេលើនិយាយអូនបងតែនៅខ្លួនឯងមានគ្រួសារមានស្នេហាប្តីប្រពន្ធមានសុភមង្គលមានកូនអីក៏ដោយក៏នៅតែនិយាយត្រូវគ្នាដែរហើយយើងមើលឃើញអំពើល្អរបស់គេនៅក្នុងឆ្នាំហ្នឹងបើសិនជាយើងមិនត្រូវធៀបភ្លើងពេលដែលយើងមនុស្សប្រុសបើយើងមិនត្រូវធៀបភ្លើងពេលដែលយើងតំណមនុស្សស្រីនៅក្នុងឆ្នាំនេះអ្នកដែលកើតឆ្នាំមមែខាចប្រពន្ធនឹងតាមដានដឹងហើយប្រពន្ធនឹងចាប់បានហើយតែបើសិនជាមនុស្សស្រីមានឆ្នាំមមែឆ្នាំខាលចហើយយើងមិនត្រូវធៀបភ្លើងយើងញ៉ៃញ៉ៃជាមួយនឹងបរោះឈ្មោលប្រុសអីអញ្ចឹងណាគេប្តីនឹងតាមដានដឹងវាកើតជារឿងបច្ចេកប្រចាំបាញ់កាប់សម្រាប់គ្នានឹងឯងអញ្ចឹងបើសិនជាយើងត្រូវធៀបភ្លើងគេអាចនឹងចាប់យើងអត់បាននៅកំឡុងពេលហ្នឹងប៉ុន្តែពេលក្រោយគេនឹងចាប់យើងបានតែបើសិនជាបងប្អូនមិនថាមនុស្សប្រុសឬមួយក៏មនុស្សស្រីឯដែលគាត់ឆ្នាំមមែឆ្នាំខាលឆ្នាំចដែលគាត់ត្រូវជាមួយធៀបភ្លើងគាត់នឹងដល់គូនៅក្នុងឆ្នាំនេះផងដែរអីដែលខ្ញុំនិយាយគឺខ្ញុំបែងចែកជា2មួយបងប្អូនត្រូវធៀបភ្លើង
បងប្អូននឹងមិនត្រូវធាតភ្លើងបងប្អូនត្រូវធាតភ្លើងបងប្អូនមានដៃគូស្នេហាឬមួយក៏ប្តីប្រពន្ធហើយយើងតំណែងជាមួយនឹងមនុស្សស្រីដតីគេអាចនឹងមិនដឹងតែពេលដែលរាសីយើងស្រុតចុះឬមួយក៏ឆ្នាំក្រោយដែលយើងមិនត្រូវធាតហ្នឹងគេនឹងដឹងវាមាននៅតែបញ្ហាកើតឡើងតែបើសិនជាយើងជាមនុស្សដែលស្អាតស្អំត្នេខ្លួនមួយកន្លោះកំមុំអូខេឆ្នាំម្សាញ់ឆ្នាំខាឆ្នាំចអញ្ជើញបងប្អូនទាំងអស់គ្នារកដៃគូចុះនៅក្នុងឆ្នាំមមីនេះហើយមួយទៀតគឺបងប្អូនដែលកើតឆ្នាំម្សាញ់ឆ្នាំរកាឆ្នាំឆ្លូវនិយាយទៅ6ឆ្នាំហ្នឹងឆ្នាំមមែឆ្នាំខាឆ្នាំចឆ្នាំម្សាញ់ឆ្នាំរកាឆ្នាំឆ្លូវបើសិនជាយើងនៅទំនេរអត់មានដៃគូស្នេហាប្តីប្រពន្ធទេអញ្ជើញរកដៃគូចុះវា